ជំរាបសួរបងប្អូនម្ចាស់ចំការដំឡូងមីទាំងអស់ថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយប្លែកមែនតើចង់ចែកជូនបងប្អូនជាចំណេះដឹងឲ្យបងប្អូនបានយល់ដឹងបន្ថែមតាក់ទងជាមួយនឹងការពូនរងបងប្អូនបានឃើញអត្រា2ហើយអត្រា2ហ្នឹងគឺអត្រាដែលកំពុងតែចាប់នេះគឺអត្រាដាក់ជីនៅលើរងបាទដាក់ជីនៅលើរងបាទហើយអត្រាមួយនេះគឺអត្រាពូនរងបាទការពូនរងគឺបែបត្រីកោណរៀងស្រួចប៉ុន្តែបងប្អូនមកមើលការដាក់ជីនេះធ្វើឲ្យរងហ្នឹងរៀងក្រពុំស្អាតបងប្អូនឃើញទេអញ្ចឹងកាលណាតែរងក្រពុំស្អាតនៅពេលដែលភ្លៀងមកគឺมันធ្វើឲ្យរងហ្នឹងហូរចេញទេតែបើសិនជាពូនបែបធម្មតាគឺបែបរៀងស្រួចហើយត្រីកោណនោះពេលដែលភ្លៀងគឺនឹងធ្វើឲ្យដីដែលពូនហ្នឹងគឺហូរចេញដាច់ពីគ្នាតែម្ដងរងដំឡូងមីខ្ញុំលើកទឹកចិត្តឲ្យបងប្អូនពូនបែបក្រពុំទៅល្អ